call Dr. Tira. អនុញ្ញាតមកការក្រុមនឹងជ្រាបសួរដល់លោកស្រីនាងកញ្ញាប្រិយមិត្តទូទាំងនិកជនស្វាគមន៍មកកាន់កិច្ចសភា Korean Therapy Beauty Show ដែលយើងតែងតែជួបគ្នាជារៀងរាល់ថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រហើយអ្វីដែលពិសេសគឺថាកម្មវិធីរបស់យើងតែងតែពំនាំយកនៅអ្វីដែលល្អៗទាក់ទងទៅនឹងសម្រាប់ជនដល់បងប្អូនប្រិយមិត្តទូទាំងនិកជនថ្ងៃនេះគឺកាន់តែពិសេសមែនទែនតែម្ដងដោយសារយើងបានជួបជាមួយនឹងតារាកិត្តិយសមួយរូបទាំងស្រស់សង្ហាហើយគឺថាពោពេញទៅដោយទេពកោសល្យឥឡូវនេះយើងមកជួបគាត់តែម្ដងជំរាបសួរចា៎ជំរាបសួរបងចាសុខសប្បាយជាធម្មតាបាទសុខសប្បាយបងខានជួបគ្នាមួយអូនយូរណាចាប៉ុន្តែបើនិយាយពីរូបសម្រស់ដូចជាសង្ហាជាងមុនទៀតណាមែនទេបងមែនតើបងមកទៅដូចរបៀបថាមើលទៅវាយើងរៀងស្រក់គីឡូហើយស្រស់ស្រាយជាងមុនណាហ្នឹងហើយព្រោះដោយសារតែខ្ញុំមានកន្លែងពិសេសមួយដែលតែងតែថែរក្សាសម្រស់របស់ខ្ញុំជារៀងរាល់ឆ្នាំមិនថាពេលណាដែលខ្ញុំត្រូវការកត់ឬមួយក៏មានវិធីហ្នឹងហើយត្រូវការយោបល់ពីពួកគាត់អីខ្ញុំអាចទៅសួរពួកគាត់បានថាគួរតែធ្វើរបៀបម៉េចវ័យរបស់យើងដល់ដំណាក់កាលនេះយើងគួរតែធ្វើម៉េចចឹងណាបងចាំមិនគេនៅតែសង្ហាចិត្តទៅណាហ្នឹងណាចាហើយមានញឹកច្រើនតែមួយរយៈនេះមួយរយៈនេះរៀងគូសំដែរប៉ុន្តែដោយសារតាក្រោយៗនេះខ្ញុំមានការងារដែលត្រូវធ្វើខ្លះអញ្ចឹងជាមួយនឹងការងារសិល្បៈខ្ញុំរៀងតិចតួចដែរបច្ចេកខ្លះដែលយើងត្រូវទទួលហើយយើងទទួលបច្ចេកខ្លះទទួលក៏យើងអត់ទទួលដែររបៀបអញ្ចឹងណាចាទោះយ៉ាងណាក៏ដោយក៏នៅតែជាតារាកិត្តិយសមួយដួងដែលស្ថិតនៅក្នុងដួងចិត្តបងប្អូនប្រិយមិត្តទូទាំងសង្គមជនចាហើយក្នុងនោះឥឡូវសូមអញ្ជើញធ្វើការណែនាំខ្លួនបន្តិចបាទជាសួរបងប្អូនទាំងគ្នាខ្ញុំបាទឈ្មោះម៉ាវីនហើយសប្តាហ៍ខ្ញុំជាតួសម្ដែងមួយរូបផងដែរបាទចាបើនិយាយពីអាជីពតួសម្ដែងនេះយើងបានដឹងហើយតែពិតនៅក្រោមកម្ដៅថ្ងៃនៅអីច្រើនបាទពលឺថ្ងៃពលឺភ្លើងនិយាយទៅគឺហត់មែនតើហើយកាត់អស់ច្រើនបាទត្រូវហើយអូបើនិយាយទៅចាប់តែនៅសុកឃើញខ្លួនឯងឆ្លងកាត់អាជីពសិល្បៈសម្ដែងនេះចូលលក្ខណៈ10ជាងឆ្នាំបាទហ្នឹងហើយបងនិយាយទៅអ្នកដែលគាត់ឃើញថាជាតួសម្ដែងជាអីគាត់ថាយើងសប្បាយយើងលយយើងអីរហូតអញ្ចឹងស្រួលរហូតប៉ុន្តែអ្នកទាំងអស់គ្នាអត់ដូចអ្វីដែលអ្នកទាំងអស់គ្នាគិតទេយើងខោតាំងម៉ោង4ភ្លឺហើយយើងមកត្រូវទៅចាំ stand by ជាមួយនឹងការថតអីទៀតផ្សេងទៀតគឺ hot មែនតើខ្លាំង hot ហ្នឹងគឺរឿងថែរក្សាសម្រាប់ហ្នឹងហើយជាងកាយយើងគេងអត់ឆ្អែតគេងអត់ឆ្អែតបាទត្រូវគឺការគេហៅថាហាលកម្ដៅថ្ងៃអីផងខ្លះទៅយើងហាលកម្ដៅថ្ងៃមិនធម្មតាវាមានចំណាំងខ្លាំងអីមកដាក់យើងទីអញ្ចឹងវាធ្វើឲ្យយើងពិបាកមែនតើនៅក្នុងថាតែថែទាំសម្រស់ចាសម្រាប់អូនផ្ទាល់ថ្ងៃនេះគឺយើងបានជួបជាមួយនឹងអ្នកជំនាញសម្រស់ចាត្រៀមខ្លួនហើយនៅត្រៀមខ្លួនហើយអញ្ចឹងដើម្បីកុំឲ្យរងចាំយូរប្រិយមិត្តទស្សនិកជនក៏ច្បាស់ជាកំពុងរងចាំដូចគ្នាจึงមកជួបជាមួយនឹងវត្តមានរបស់លោកស្រីអគ្គនាយិកានៃវិជ្ជាមណ្ឌលថែរក្សាសុខភាពតែម្ដងជំរាបសួរបងជំរាបសួរ오 스컵 요즘에 남자분들이 다이어트를 여자분보다 더 잘하시는 것 같아요. 얼마 전에 천수반이 왔었는데 거의 20kg 뺐다 그러는데 식단 관리도 하고 운동도 하고 또 천수반이 식스팩 굉장히 좋아하거든요. 그걸로 꾸준하게 관리해서 20kg 빠졌다는데 수록 뻔만 킬로? 10 kg. 거의 여자들보다 더 칼로리 감량도 너무 잘하고 운동도 열심히 해서 남자분들이 굉장히 쉽게 살을 빼는 것 같은데 생각보다 그렇게 쉽지 않은데도 불구하고 살 빠지고 나니까 크메이징 모닝 것 같아요. អត់ទេពាក្យនេះយើងគួរតែខ្ញុំនិយាយជាមួយនឹងលោកស្រីវិញហេតុអីបានលោកស្រីអត់ព្រមចាស់សោះហេតុអីបានតែក្មេងរហូតបើស្បែកមុខអូយគ្រាន់តែឃើញឡើងតឹងឡងចានិយាយទៅដូចកញ្ចក់តែម្ដងស្បែកមុខចាគាត់ថាភាគច្រើនសភាពបារោះឥឡូវគាត់តកែក្នុងការគ្រប់គ្រងគីឡូក្នុងការសម្រក់គីឡូជោគជ័យច្រើនណាបងព្រោះការសម្រក់គីឡូពេលខ្លះគឺអត់ងាយស្រួលទេគឺពិបាកខ្លាំងយ៉ាងដូចបងប្រុសយ៉ាងស្រកឡើង7-10គីឡូដូចជាស្ដេចហ្នឹងបងប្រុសឆនសម្រាប់រាជក៏គាត់ស្រក7-20គីឡូដែរបងអញ្ចឹងចំពោះការស្រកនឹងពេលដែលយើងស្រកឲ្យមកទៅឃើញក្មេងជាងវ័យផងដែរដូចជាបងប្រុសឆនសម្រាប់រាជជាក់ស្ដែងគឺគាត់ចូលចិត្តធ្វើម៉ាស៊ីន body master ចាពេលធ្វើឲ្យជួយឲ្យសាច់ដុំគាត់រៀងរឹងមាំល្អហើយឃើញរៀង slim ស្អាតដែរចាពីព្រោះថាសម្រាប់ម៉ាស៊ីន body master នេះចង់ជំរាបជូនបងប្អូនផងដែរថានៅពេលដែលយើងស្រកមកគឺស្រកមកមានរាងមិនមែនគ្រាន់តែស្រកទេសារតែបងប្អូនចង់បាន six pack ចង់បានរាងចង់បានចង្កេះអីគឺជូនតាមសំណុំបងប្អូនបានទាំងអស់គ្នាចាអរគុណឥឡូវនេះដើម្បីកុំឲ្យបងប្អូនរងចាំយូរក៏ដូចជាកំពុងតែរងចាំឲ្យថាយើងនឹងមានប្រធានបទអ្វីល្អជូនចែកជូនដល់បងប្អូននៅក្នុងថ្ងៃនេះគឺតកតងទៅនឹងចាសញ្ញាដែលបង្ហាញថាយើងវិវត្តទៅរកភាពចាស់អញ្ចឹងយើងបានដឹងហើយថាសម្រាប់ការវិវត្តទៅរកភាពចាស់នោះគឺយើងអាចដឹងមុនគេតែម្ដងគឺតាមរយៈស្បែកតើយើងគួរសម្គាល់បែបណាដែរចា៎네 평상시 때 샤워하고 바로 바디 로션을 발라내도
불구하고 건조함이 느껴지거나 가려움까지 느껴진다면 피부 노화가 시작됐구나 이렇게 시작하시는 게 좋습니다. 피부 탄력 섬유가 감소하면서 피부에 가려움증도 생길 수가 있고요. 특히 등 부분이 굉장히 많이 가려운데 나이가 드신 남자분들이 등을 맨날 이렇게 긁으시는 경우가 있잖아요. 이러신 분들은 노화의 현상이라고 생각하시는 게 좋습니다. 샤워 후에 저희 TR에서 권해드린 바오바 바디로션으로 꾸준하게 관리를 하신다면 뭐 등 가려움뿐만 아니라 피부 건강에 많은 도움을 받을 수가 있습니다. ជាទូទៅយើងអាចស្ដាប់សម្គាល់បានថាយើងវិវត្តទៅរកភាពចាស់គឺនៅពេលដែលយើងងូតទឹកហើយមានអារម្មណ៍ស្បែករបស់យើងទោះបីជាយើងលាបឡេហើយក៏ដោយមានអារម្មណ៍ថាស្បែកយើងរាងស្ងួតហើយពេលខ្លះក៏រាងល្មមដែរអញ្ចឹងគឺអាចជាសញ្ញាមួយបញ្ជាក់ថាស្បែករបស់យើងចាប់ផ្ដើមទៅរកវិវត្តទៅរកភាពចាស់អញ្ចឹងពេលហ្នឹងហើយគឺថាសមាសភាពបតឹងរបស់យើងក៏ចាប់ផ្ដើមរាងធ្លាក់ចុះខ្សោយដែរជាពិសេសគឺចំពោះផ្នែកបរោះវិញពេលដែលគាត់អាយុរៀងច្រើនទៅគឺគាត់មានអាការៈមួយឧស្សាហ៍លំមាស់ខ្នងគាត់តែងតែអេះខ្នងបងហ្នឹងគឺបញ្ជាក់ថារាងកាយរបស់យើងឆាប់ទៅរកភាពចាស់ផងដែរព្រោះថាខ្នងភាគច្រើនគឺយើងងាយនឹងមានបញ្ហាលំមាស់ជាងគេបងអញ្ចឹងគាត់ថាដើម្បីថែរក្សាស្បែកយើងឲ្យមានសុខភាពល្អពន្យាភាពចាស់គឺយើងអាចពេលដែលយើងងូតទឹកហើយយើងអាចប្រើជាមួយនឹងលេបខ្លួនបាវនៅក្នុងមជ្ឈមណ្ឌលធេរ៉ាមានដូចគ្នាអញ្ចឹងពេលដែលយើងលាបហើយក៏ជួយឲ្យស្បែកយើងមានសំណើមហើយជួយឲ្យស្បែករបស់យើងមានសុខភាពល្អដែរអញ្ចឹងក៏ជាផ្នែកមួយដើម្បីជួយការពារកុំឲ្យស្បែកយើងឆាប់វិវត្តទៅរកភាពចាស់ដែរចាចាមិនចិត្តតែឆ្ងល់ថាមិនបានមានសម្រាប់អេះខ្នងចាសម្រាប់បងបរោះរបស់យើងចំណាំមើលមិនថាអីឲ្យតែយើងចូលបោះវ័យច្រើនតិចគឺមានសម្រាប់អេះខ្នងក្បែរខ្លួនមួយតែម្ដងចាអញ្ចឹងមែនតើទៅគឺសម្រាប់បងប្អូនទាំងអស់គ្នាគួរតែធ្វើការជ្រើសរើសយកនៅផលិតផលថែរក្សាសម្រាប់តើទៅនឹងស្បែកនេះឲ្យស័ក្តិសមជាពិសេសគឺថាបើកាន់តែងាយស្រួលតែម្ដងគឺអាចអញ្ជើញមកពិភាក្សាជាមួយនឹងវត្តមានលោកស្រីដើម្បីឲ្យគាត់ធ្វើការផ្ដល់ជូននៅផលិតផលចំគោលដៅជូនដល់បងប្អូនតែម្ដងចាហ្នឹងហើយបងបើនិយាយពីរឿងភាពទៅរកភាពចាស់ហ្នឹងខ្ញុំឆ្ងល់មួយដែរបងខ្ញុំចង់សួរទៅលោកស្រីដែរជាមួយនឹងបញ្ហាជាមួយនឹងធ្នេសក់ឧទាហរណ៍បើសិនជាធ្នេសក់របស់យើងនៅកន្លែងកណ្ដាលហ្នឹងវាចាប់ផ្ដើមកាន់តែរីកធំហ្នឹងមានន័យថាយើងកំពុងតែអភិវឌ្ឍទៅរកភាពចាស់ដែរមែនអត់ 네, 머리숱이 굉장히 많았던 분들도 불구하고 30대 후반부터는 특히 정수리 부분에 굉장히 많은 탈모가 생기는 경우가 있습니다. 일반적으로 30대 후반부터는 콜라겐이 감소하면서 정수리 부분에 굉장히 많은 탈모가 시작되기 시작하는데요. 특히 사춘기가 요즘 좀 빨라지면서 사춘기 이후에 10년 이후에부터는 남자들이 굉장히 많은 탈모가 생길 수가 있기 때문에 평상시 때 기름진 음식이라든지 육류라든지 튀김 음식 같은 걸 좀 삼가하시는 게 탈모를 좀 예방할 수가 있습니다. 탈모 때문에 좀 스트레스 받으시는 분들 가끔 계시잖아요. 이런 분들은 저희 TR에서 권해드리는 파니실로 관리하시면 좋습니다. គាត់ថាជាទូទៅនៅពេលដែលយើងអាយុនៅរៀងក្មេងយើងមានទំនុកចិត្តទៅលើសក់របស់យើងមានសក់ក្រាស់ស្អាតប៉ុន្តែនៅពេលដែលចាប់ពីខ្ទង់30ឆ្នាំរៀងក្រាស់ទៅគឺចាប់ផ្ដើមសក់របស់យើងរៀងកាត់បន្ថយបើជាពិសេសធ្នេសក់ខាងលើឬក៏ផ្នែកក្បាលរបស់យើងហ្នឹងគឺចាប់ផ្ដើមមានការជ្រុះសក់បដារៀងស្ដើងជាងមុនណាបងដោយសារតែសមាសធាតុ collagen ដូចជាសមាសធាតុបតឹងហ្នឹងគឺវាចាប់ផ្ដើមចុះខ្សោយដូចជាសារធាតុចិញ្ចឹមហ្នឹងក៏វាចាប់ផ្ដើមរៀងបាត់បង់ខ្លះដែរបងអញ្ចឹងក៏ជាមូលហេតុមួយបណ្ដាលឲ្យយើងមានអារម្មណ៍ថាឆាប់ឈានចូលដល់វ័យចំណាស់ដែរហើយជាពិសេសនៅបច្ចុប្បន្ននេះថាក្មេងគាត់ឆាប់ដល់អាយុពេញវ័យហើយនៅពេលដែលគាត់ពេញវ័យហើយចាប់10ឆ្នាំក្រោយទៅគឺចាប់ផ្ដើមមានបញ្ហាការជ្រុះសក់នឹងតែម្ដងអញ្ចឹងគឺដោយសារតែមានការវិវត្តនៃរាងកាយរបស់យើងលឿនផងដែរអញ្ចឹងដើម្បីការពារកុំឲ្យយើងមានបញ្ហាជ្រុះសក់ឬក៏ការពារកុំឲ្យយើងឆាប់វិវត្តទៅរកភាពចាស់ពេកគឺយើងអាចគ្រប់គ្រងដោយការប្រើប្រាស់ជាមួយនឹងរបបអាហារប្រចាំថ្ងៃដូចគ្នាដែរគឺយើងអាចកាត់បន្ថយការញ៉ាំខ្លាញ់ឬក៏ប្រភេទសាច់ឬក៏ប្រភេទអាហារបំពងអីនេះយើងជៀសវាងខ្លះក៏ជាការមួយដែលល្អដែរហើយចំពោះបងប្អូនយើងមួយចំនួនទៀតគាត់ប្រឈមនឹងបញ្ហាជ្រុះសក់នឹងជាក់ស្ដែងហើយអញ្ចឹងគឺគាត់អាចជ្រើសរើសជាមួយនឹង Panisin នៅក្នុងមជ្ឈមណ្ឌលធេរ៉ាដែរយើងថែទាំជាប្រចាំទៅគឺអាចជួយឲ្យសក់របស់គាត់ដោះមកសភាពធម្មតាវិញចាជាផលិតផលឬក៏ជាសេវាដែរជាផលិតផលចាពីព្រោះថាជាក់ស្ដែងបាត់តែមើលអ្នកណាមើលតែខ្លួនឯងក៏ដឹងដែរថាពេលដែលយើងវិវត្តទៅរកភាពចាស់ធ្នេសក់របស់យើងឬក៏អាកុលសក់ខាងមុខនេះវាជុំច្រើនជាងមុនចាអញ្ចឹងទៅវាធ្វើឲ្យវាបាត់បង់សម្រស់ច្រើនដែរពីព្រោះថាបើនិយាយពីកន្លែងមើលសក់នោះគឺវាជួយទៅលើសម្រស់របស់យើងច្រើនភាគរយហើយអញ្ចឹងសម្រាប់បងប្អូនរបស់យើងភាគច្រើនតែគាត់ឈានចូលដល់វ័យមួយដែលមានបញ្ហាជឿជាក់ថាកំពុងតែរកកន្លែងណាដែលជួយបងប្អូនអញ្ចឹងបងប្អូនអាចអញ្ជើញមកធេរ៉ាបានដោយសារតែសម្រាប់ធេរ៉ាបងប្អូនអាចចំណេញយ៉ាងម៉េចបងប្អូនអាចអញ្ជើញមកមិនមែនអាចមើលតែសក់ហ្នឹងតាំងពីក្បាលដល់ចុងជើងតាំងពីក្បាលដល់ចុងជើងអញ្ចឹងកុំឲ្យខាតបងប្អូនអញ្ជើញមកទីនេះតែម្ដងទៅចាចំគោលដៅហើយជាពិសេសគឺជាជំនាញរបស់លោកស្រីតែម្ដងតាំងពីចុងសក់ដល់ចុងជើងបងប្អូនទាំងអស់គ្នាចាមួយវិញទៀតយើងចង់ដឹងថាចែកថា
នៅពេលដែលយើងដើរយឺតជាងមុនតើគឺជាសញ្ញាដែលយើងបញ្ជាក់ថាយើងវិវត្តទៅរកភាពចាស់តែទេចា៎ 네, 나이가 들수록 보폭은 짧아지고요. 느리게 걷게 되는데 연구 결과에 따르면 걷는 속도를 보면 노화의 정도를 알 수가 있는데요. 느리게 걸을수록 몸이 빨리 노화되고 얼굴도 늙어 보인다는 그런 연구 결과가 나와 있습니다. 특히 보폭이 좀 짧게 걸으시면 넘어질 위험도 있기 때문에 평상시 때 다리 근육이 좀 튼튼할 수 있게끔 걸음걸이를 보폭을 좀 넓게 그 다음에 길쭉길쭉하게 그렇게 걸으시는 게 굉장히 몸을 좀 건강하게 만들 수가 있고요. 관절도 좀 튼튼하게 만들 수가 있는데요. 평상시 때 다리 근육이 좀 퇴화돼서 뭐 뼈가 좀 약해지셔서 느리게 걸으시거나 빨리 걸으시면 좀 잘 넘어지신 분들은 저희 TR에서 권해드린 관절엔으로 관리하시면 좋습니다. ជាទូទៅចំពោះអ្នកខ្លះគឺគាត់មានចំហៀងចាប់ដើមរៀងយឺតណាបងអញ្ចឹងគឺយើងអាចសង្កេតថាគាត់អាចឈានចូលដល់វ័យរឿងចំណាស់ដែរអញ្ចឹងគាត់ថាជាទូទៅបើសិនជាយើងសង្កេតមើលដំណើរយើងកាន់តែយឺតពីមួយថ្ងៃទៅមួយថ្ងៃគឺវិវត្តទៅរកភាពចាស់ក៏អាចទៅតាមនឹងដែរអញ្ចឹងបងអញ្ចឹងជាពិសេសគឺពេលដែលយើងដើរយឺតគឺងាយនឹងចំពុកជើងដួលឬក៏អីដែលអាចជាការមួយប្រឈមដែរអញ្ចឹងគាត់ថាជាទូទៅយើងអាចគួរតែព្យាយាមធ្វើយ៉ាងណាឲ្យគឺយើងព្យាយាមដើររៀងវែងរៀងរហ័សរហួនណាបងនៅពេលដែលយើងដើរវែងរៀងរហ័សរហួនបែបហ្នឹងធ្វើឲ្យសាច់ដុំរបស់យើងដំណើរការបានល្អអញ្ចឹងក៏អាចជួយពន្យានៅបញ្ហាភាពចាស់នឹងបានជាមួយផ្នែកធំផងដែរបងហើយមួយទៀតចំពោះអ្នកដែលគាត់ដើរជំហានរៀងខ្លីៗហ្នឹងគាត់ព្យាយាមធ្វើយ៉ាងណាឲ្យផ្នែកជំហានរបស់យើងហ្នឹងរៀងវែងជាប្រចាំទៅអញ្ចឹងដើម្បីថែរក្សាសុខភាពរបស់យើងបានមួយផ្នែកធំដែរហើយចំពោះអ្នកដែលគាត់ថាងាយប្រឈមជាមួយនឹងបញ្ហាស្លាយគឺយើងអាចមាននៅក្នុងមជ្ឈមណ្ឌលធារាបានដែរជួយឲ្យឆ្អឹងយើងរឹងមាំមានសុខភាពល្អជួយពន្យាភាពចាស់ផ្សេងគឺយើងអាចប្រើជាមួយនឹង Quan Short X នៅក្នុងមជ្ឈមណ្ឌលធារាបានដែរអត់ទេបងមានអារម្មណ៍ធារាដូចពេទ្យមិនសពកុំអើយ ចាដូចមានទាំងអស់ហើយទៅចាអញ្ចឹងបើសិនជានាងជាផលិតផលមែនទេបងអាចសុំឲ្យតាញ៉ាំបានដែរព្រោះតាដាស់លោអញ្ចឹងគាត់얌반 뻘치나 제가 7년 정도 관절암 먹고 있는데 굉장히 효과도 좋고요. 제가 이제 나이가 거의 60이 다 돼가니까 관절이 굉장히 약해지는데도 불구하고 무릎이라든지 아니면 어깨 같은 관절에도 굉장히 많은 도움을 받고 있습니다. 뭐 냠ឲ្យដឹងញ៉ាំបែរជាបាត់ទេដោយសារទម្លាប់បាត់ដើរកាន់ជឿនតែគាត់ថាផលិតផលហ្នឹងគឺល្អមែនតើដូចលោកស្រីអញ្ចឹងក៏គាត់អាយុរៀងច្រើនគួរសមដែរអញ្ចឹងក៏គាត់ធ្វើការថែទាំជាមួយនឹង Quan Short X ដូចគ្នាដែរអញ្ចឹងពេលដែលគាត់ធ្វើការថែទាំជាប្រចាំជួយឲ្យសុខភាពគាត់ល្អហើយដំណើរគាត់ដូចបងស្គាល់អញ្ចឹងគឺរហ័សរហួនមែនតើចារហួនខ្លាំងមែនតើបើនិយាយពីគេហៅថាលោកស្រីវិញគឺដូចក្មេងអាយុ18ឆ្នាំអញ្ចឹងមិនថាតែរូបរាងនេះសំបីតែគេហៅថាដំណើរការធ្វើការអីរហ័សរហួនចាសុំសរសើរហើយបើនិយាយពីកម្លាំងវិញកម្លាំងដូចមនុស្សដែលគេហៅថាវ័យនៅក្មេងចាអញ្ចឹងតាមពិតលោកស្រីមានអាចកំបាំងឥឡូវមកចែកម្លែកជូនដល់បងប្អូនហើយថាមានផលិតផលល្អជូនដល់បងប្អូនចាឥឡូវនេះគឺថាជាមួយនឹងសញ្ញាដែលបង្ហាញថាយើងវិវត្តទៅរកភាពចាស់អត់ទាន់បញ្ចប់ទេយើងនៅមានសំណួរបន្ថែមទៀតនៅក្នុងវគ្គក្រោយសម្រាប់ពេលនេះគឺសូមអនុញ្ញាតសម្រាប់បន្តិចសិនចាស្វាគមន៍ជាថ្មីម្ដងទៀតនៅក្នុងកិច្ចសម្ភាសន៍ Korean Thera Beauty Show គឺថាបងប្អូនរបស់យើងគឺបានស្រាវចម្ងល់ច្រើនហើយទាក់ទងទៅនឹងការវិវត្តទៅរកភាពចាស់សូម្បីតែសក់សូម្បីតែការធ្វើដំណើរឬក៏ស្បែកអីផ្សេងប៉ុន្តែសំណួរនៅមានបន្ថែមទៀតអញ្ចឹងយើងចង់ដឹងថាបើសិនជាកាន់ទូរស័ព្ទមើលឆ្ងាយជាងមុនចាគឺជាសញ្ញាដែលយើងវិវត្តទៅរកភាពចាស់ដែរឬទេចា 네, 눈은 다른 신체보다 노화가 빨리 진행되는 부위라고 생각하시는 게 좋은데요. 눈이 항상 뻑뻑하고 이렇게 안구 건조증과 함께 눈이 항상 피곤함을 느끼신다면 눈이 이제 노화가 시작됐구나 이렇게 생각하시는 게 좋습니다. 평상시 때 스마트폰을 보실 때 이게 멀리 보시면 좀 잘 보이고 가까이 보면 좀 잘 안 보이면은 노안이 시작됐다고 생각하시는 게 좋은데요. 예전에는 40대 이후부터 노안이 시작된다면 요즘에는 30대, 20대에도 노안이 시작되는 경우가 있습니다. 너무 핸드폰을 자주 보시거나 아니면 컴퓨터로 일을 하시는 경우가 많기 때문에 노안이 빨리 올 수가 있는데요. 컴퓨터나 핸드폰을 1시간이나 2시간 정도 보셨다면 최소 5분에 10분 정도 멀리 있는 걸 좀 보시면서 평상시 때 녹색 채소로 꾸준하게 관리를 하시는 게 좋습니다. 또 하나는 1년에 한 번씩이라도 눈 검진 건강을 받으시는 게 훨씬 더 눈을 좀 건강하게 오랫동안 유지할 수가 있는데요. 저희 TR에서는 라인액으로 관리해드리고 있습니다. ជាទូទៅចំពោះផ្នែកគឺជាស្រីរាងមួយដែលសំខាន់ដែរហើយក៏ជាផ្
ផ្នែកមួយដែលងាយនឹងប្រឈមនឹងភាពចាស់ជាងសរីរាង្គផ្នែកផ្សេងៗដែរបងបើសិនជាយើងចាប់ដើមមានអារម្មណ៍សង្កេតថាភ្នែករបស់យើងមានអារម្មណ៍រីងឈឺរីងសកម្មហើយភ្នែករបស់យើងស្ងួតពេលដែលយើងមើលទូរស័ព្ទទៅយើងមើលចិត្តអត់ឃើញទេប៉ុន្តែតើតើយើងមើលឆ្ងាយបានចាប់ដើមឃើញហ្នឹងគឺចាប់ដើមដឹងថាភ្នែករបស់យើងគឺចាប់ផ្ដើមឈានវិវត្តទៅរកភាពចាស់ដូចគ្នាដែរហើយកាលពីមុនឡើងភ្នែករបស់យើងគឺមានសុខភាពល្អអញ្ចឹងតើតើគាត់រៀងអាយុរៀងច្រើនមិនចាប់ផ្ដើមរៀងភ្នែកគាត់ចុះខ្សោយប៉ុន្តែបច្ចុប្បន្នដោយសារកុំព្យូទ័រឬក៏ទូរទស្សន៍ឬក៏ទូរស័ព្ទដែលយើងត្រូវធ្វើការជាមួយច្រើនម៉ោងពេកធ្វើឲ្យភ្នែករបស់យើងឆាប់វិវត្តទៅរកភាពចាស់ដូចគ្នាដូចជាអ្នកខ្លះក្នុងអាយុ20ជាង30ជាងក៏កាត់ចាប់ផ្ដើមភ្នែករបស់គាត់រៀងធ្លាក់ចុះខ្សោយដូចគ្នាដែរអញ្ចឹងបើសិនជាអ្នកដែលគាត់ធ្វើការជាមួយនឹងកុំព្យូទ័រយូរឬក៏មើលយើងទូរស័ព្ទយូរអញ្ចឹងយើងអាចគួរតែសម្រាកខ្លះដែរដូចថាយើងធ្វើការ1ម៉ោងហើយអញ្ចឹងយើងគួរតែសម្រាកបាន10ទៅ5នាទីអីចឹងទៅគឺជាការមួយដែលល្អសម្រាប់ភ្នែករបស់យើងដែរហើយជ្រើសរើសជាមួយនឹងការញ៉ាំអាហារដែលជាប្រភេទបន្លែបៃតងឲ្យបានច្រើនអញ្ចឹងក៏អាចជួយដល់ភ្នែករបស់យើងឲ្យភ្នែករបស់យើងមានសុខភាពល្អជាទូទៅបើសិនជាយើងអាសាធ្វើការជាមួយនឹងកុំព្យូទ័រទូរស័ព្ទអីច្រើនមួយឆ្នាំគឺយើងអាចគួរតែពិនិត្យសុខភាពភ្នែករបស់យើងឲ្យបានម្ដងដើម្បីតាមដានសុខភាពភ្នែករបស់យើងដែរហើយចំពោះអ្នកដែលគាត់ភ្នែករបស់គាត់រីងខ្សោយជាប្រចាំអញ្ចឹងគាត់អាចជ្រើសរើសជាមួយនឹងសេវាកម្ម Lanic នៅក្នុងមជ្ឈមណ្ឌលធីរ៉ាបានដូចគ្នាដោយសារ Lanic នេះជួយឲ្យមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដូចជាភ្នែករបស់គាត់ក៏អាចជួយឲ្យរាងភ្លឺជាងមុនបានច្រើនដែរជាពិសេស Lanic គឺជួយបានច្រើនទាំងសក់ស្បែកនិងសម្រស់របស់យើងឲ្យជួយក្មេងជាងវ័យតែម្ដងចានិយាយចំទៅសេវាកម្ម Lanic នេះបើសិនជាអតិថិជនផ្ទាល់នៅមជ្ឈមណ្ឌលថែរក្សាសម្ផស្សធីរ៉ានេះគឺពេញនិយមខ្លាំងមែនតើបងប្អូនទាំងអស់គ្នាដោយសារតែសូម្បីតែនាងខ្ញុំក៏ប្រើនៅសេវាកម្មនេះមួយដែរដោយសារតែនៅពេលដែលយើងធ្វើ Lanic ហើយអារម្មណ៍របស់យើងគឺមានអារម្មណ៍ថាមានកម្លាំងស្រស់ស្រាយហើយអីដែលយើងទទួលបានគឺគេហៅថាស្អាតមកតួខ្លួនដូចជាស្បែកសក់កញ្ចក់ចាឥឡូវនេះទៅដឹងថ្មីមកមួយទៀតជួយដល់ភ្នែកទៀតចាអូវ៉ាវនិយាយទៅខ្ញុំមើលទៅប្រហែលជាចាប់អារម្មណ៍មួយសេវាកម្មនេះបាទហ្នឹងហើយមួយទៀតចេះដោយសារតែនេះជាករណីរបស់ខ្ញុំផ្ទាល់ទេកាលពីមុនខ្ញុំឡើងចតាឧទាហរណ៍ខ្ញុំឡើងចតាអីចឹងអត់សូវហត់ទេប៉ុន្តែមួយរយៈក្រោយនេះខ្ញុំមានអារម្មណ៍ថាឡើងចតាទៅវាចាប់ដើមកាន់តែហត់ទៅហើយចុះបើថាចង់សួរលោកស្រីថាតើអាការៈទាំងអស់ហ្នឹងវាពិបាកដកដង្ហើមធ្វើឲ្យយើងហត់ហ្នឹងវាអភិវឌ្ឍទៅរកភាពចាស់ដែរមែនអត់ 아직도 30대 후반이 돼도 계단 오를 때 힘들어하는 사람들이 가끔 계십니다. 노화는 주름살이 아니라 근육 간소부터 시작된다고 생각하시는 게 좋은데요. 평상시 때 건강에 자신이 있으신 분들도 30대 후반부터는 근육이 자연스럽게 줄어들면서 평소 근력 운동에 신경을 쓰지 않으시면 40대 이후부터는 매년 1%씩 근력이 감소한다고 생각하시는 게 좋습니다. 걷기를 꾸준하게 하시는 것도 좋고요. 그냥 팔굽혀펴기라든지 아니면 유산소 운동, 스쿼트 이런 것들을 꾸준하게 해서 근력이 떨어지지 않게 관리를 꾸준하게 하시는 게 좋고요. 특히 하체 부위의 운동을 좀 꾸준하게 하시는 게 가장 좋습니다. 근력 운동과 단백질 음식으로 꾸준하게 관리하시면서 저희 테라에서 권해드린 양태반과 함께 관리하시면 더 좋습니다. ជាទូទៅពេលខ្លះអ្នកខ្លះគាត់អាយុរៀងក្មេងប៉ុន្តែពេលដែលគាត់ឡើងស្ដារក៏រៀងហត់ដែរបបាក់ដងហើមរៀងហត់ខ្លាំងហើយបងប្អូនមួយចំនួនទៀតក៏អាចជាសញ្ញាដែលគាត់វិវត្តទៅរកភាពចាស់ដូចគ្នានៅពេលដែលស្រាប់តែពេលដែលគាត់ឡើងស្ដារទៅឆាប់ហត់ជាងមុនអញ្ចឹងជាទូទៅនៅពេលដែលរាងកាយយើងវិវត្តទៅរកភាពចាស់មិនមែនថាគ្រាន់តែឃើញស្បែកយើងជ្រួញចាប់ផ្ដើមមើលទៅឃើញខ្លួនឯងចាស់ហើយសូម្បីតែសាច់ដុំរបស់យើងក៏ចាប់ផ្ដើមរៀងកាត់បន្ថយជាងមុនរៀងចុះខ្សោយជាងមុនដែរហើយបងប្អូនខ្លះក៏ថាគាត់មានសុខភាពល្អអត់សូវជាកាត់បារម្ភទោះបីជាយ៉ាងណាក៏ដោយចាប់ពីអាយុ40ឆ្នាំឡើងទៅសាច់ដុំរបស់យើងគឺចាប់ផ្ដើមកាត់បន្ថយ 1% ជាបន្តផងដែរអញ្ចឹងដើម្បីឲ្យរាងកាយរបស់យើងមានសុខភាពល្អនៅតែក្មេងជាងវ័យគឺយើងគួរតែព្យាយាមនៅក្នុងការហាត់ប្រាណជាប្រចាំដោយយើងអាសាដើរក៏ជាការមួយដែលល្អឬក៏យើងហាត់ប្រាណដើម្បីឲ្យប្រឹងរាងកាយរបស់យើងឲ្យមានសុខភាពល្អមានសាច់ដុំរឹងមាំអីចឹងយើងលក្ខណៈស្វប់ក៏បានឬក៏យើងលក្ខណៈយើងរៀងហាត់ប្រាណរៀងស្រាឬក៏យកសាច់ដុំឲ្យខ្លះៗចឹងបងជាពិសេសគឺយើងលំហាត់ផ្នែកខាងក្រោមតែម្ដងដើម្បីឲ្យរាងកាយរបស់យើងមានសុខភាពល្អអញ្ចឹងក៏ជាការមួយដើម្បីការពារឲ្យសាច់ដុំរបស់យើងមានសុខភាពល្អរឹងមាំអាចក៏ជួយកាត់បន្ថយនៅបញ្ហាចាស់ជាងវ័យផងដែរហើយមួយទៀតចំពោះការញ៉ាំជាប្រភេទ ប្រូតេអ៊ីនវីតាមីនឲ្យបានគ្រប់គ្រាន់ដូចនៅក្នុងមជ្ឈមណ្ឌលធីរ៉ាក៏យើងមានជាប្រភេទផលិតផលដែរគឺយ៉ាងថែប៉ាន់នៅពេលដែលយើងធ្វើការថែទាំជាប្រចាំជួយឲ្យក្មេងជាងវ័យជួយឲ្យសាច់ដុំរបស់យើងរឹងមាំហើយមានសារធាតុចិញ្ចឹមគ្រប់គ្រាន់នៅក្នុងរាងកាយរបស់យើងតែម្ដងចាជាមួយនឹងផលិតផលមួយនេះបើនិយាយឲ្យជាក់ស្ដែងទៅការប្រើប្រាស់មុនដំបូងយើងគ្រាន់តែគិតថាចង់ស្អាតតែមួយមុខទេពីព្រោះភាគច្រើនភ្ញៀវតែពិតគាត់ញ៉ាំអាហារបំពន់អីភាគច្រើនហ្នឹងគឺគាត់ចង់បានស្អាតប៉ុន្តែបងប្អូនអត់ដឹងទេថាការដែលយើងញ៉ាំជាមួយនឹងផលិតផលដែលលោកស្រីបានជំរាបជូនដែលមានឈ្មោះថាយ៉ាងថេប៉ាន់នេះគឺវាទទួលបានមិនត្រឹមតែភាពស្រស់ស្អាតទេប៉ុន្តែគឺវាស្រស់ស្អាតតាំងពីខាងក្នុងឡើងរួមជាមួយនឹងសុខភាពល្អពីព្រោះថាសម្រាប់វត្តមានរបស់លោកស្រីគឺតែងតែធ្វើការណែនាំជាមួយនឹងផលិតផលអីក៏ដោយ
គឺចង់ឲ្យបងប្អូនស្អាតហើយសុខភាពល្អបន្ថែមទៀតចាសំណួរមិញល្អមែនតើបើនិយាយទៅគឺសង្ឃថាមកកម្មវិធីនេះសំណួរចុងក្រោយនេះគឺសោតយកទៅហោះ គួរពាក់ព័ន្ធខ្លួនឯងប៉ុន្តែមិនចាស់ណា មិនចាស់ពេលខ្លះទៅចេះបងប្អូនយើងគាត់ភាកច្រើននិយាយត្រង់ទៅគាត់អត់សឹកហាត់ប្រាណចាដល់ពេលអញ្ចឹងគាត់រៀងឡើងចរាតិចក៏ហត់ដែរហើយតែបិទបើនិយាយត្រង់នេះនិយាយដូចនិយាយឲ្យខ្លួនឯងអញ្ចឹងស្ដីឲ្យខ្លួនឯងតែកាលណាមិញគឺនៅតែអត់សូវបានហាត់ប្រាណតែខ្ញុំអត់ខ្វល់ទេដោយសារបានជួបជាមួយលោកស្រីហើយអញ្ចឹងគាត់ក៏បានផ្ដល់យោបល់ដែរអញ្ចឹងយើងអ្វីដែលយើងត្រូវធ្វើយើងគួរតែស្ដាប់គាត់ដើម្បីក្មេងឲ្យក្មេងនេះគាត់អញ្ចឹងមានកម្លាំងមកមួយនេះគាត់អញ្ចឹង ចាពួកអីធម្មតាទេបើសិនជាយើងយក idol របស់យើងមកជួបដែលហៅថាលោកស្រីតែម្ដងលោកស្រីគឺជា idol សម្រាប់របស់នាងខ្ញុំក៏ដោយក៏ដូចជាបងប្អូនទាំងអស់គ្នាដែលជាអតិថិជនប្រិយមិត្តទូរទស្សនិកជនដែលតែទេសនាជាមួយនឹងកម្មវិធីរបស់យើងអញ្ចឹងលោកស្រីតែចែកម្លែកអីហើយបងប្អូនរបស់យើងទោះបីជាមិនបាន note ទុកមិនបានកត់ទុកក៏មានការចងចាំនៅក្នុងចិត្តថ្ងៃនេះលោកស្រីថ្ងៃនេះគាត់បានប្រាប់ថាឲ្យយើងធ្វើអញ្ចេះបិទខ្ញុំទទួលបានបទពិសោធន៍ពីលោកស្រីច្រើនណាស់តែការគេញ៉ាំឥឡូវរងថ្ងៃសូម្បីតែគេក៏អត់សូវមានខ្នើយដែរយើងដាក់ខ្នើយទៅខ្លាចជ្រួញកចាអញ្ចឹងអរគុណច្រើនមែនទែនសម្រាប់ថ្ងៃនេះគឺបានធ្វើការចែកម្លែកនៅបទពិសោធន៍ជាច្រើនជាពិសេសទាក់ទងទៅនឹងការវិវត្តទៅរកភាពចាស់ជូនដល់បងប្អូនសំណួរតាមពិតមែនទែនទៅបើសិនជានិយាយនៅមានច្រើនមែនទែនតែពេលវេលារបស់យើងគឺមានកំណត់អញ្ចឹងមិនភ្លេចទេនៅក្នុងនោះផងដែរសម្រាប់លោកស្រីមានពាក្យពេចន៍អីជូនដល់អតិថិជនក៏ដូចជាប្រិយមិត្តទស្សនិកជនដែលតែគ្រប់គ្រងជាមួយនឹងកម្មវិធីកិច្ចសម្ភារ Korea Therapy Show ក៏ដូចជា자, 테라 영 부터 닮아요. 네. 오늘 아침에 까우차이를 너무너무 시원하게 또 기분 좋게 했는데요. 저희 티아라 손님, 예전 손님인데 손님은 나이노면에서 같이 오셨습니다. 그분한테 저희를 설명하기 위해서 바이온 TV 보라고 말씀하신 것 같아요. 바이온 TV를 통해서 믿음을 가지고 저희 티아라에 오셔서 오늘 아침에 까우차이를 너무 시원하게 하고 가셔서 오늘 하루 종일 아마 기분 좋은 손님들이 많이 오실 거라는 예상을 하고 있습니다. 바이온을 통해서 저희 티아라가 많이 유명해졌는데 이 시간을 통해서 바이온 TV 담당자분들에게 모두 감사하다는 말씀 드리고 싶고요. 그다음에 카메라 분들도 굉장히 열심히 해주시기 때문에 저희가 예쁘게 모습이 나갈 수 있어서 카메라 분들한테도 감사하다는 말씀 꼭 전해드리고 싶습니다. 닥터 티아라 제품으로 꾸준하게 관리하시는 것도 잊지 마시길 바랍니다. ព្រឹកមិញគឺមានអតិជនគាត់អញ្ជើញមកកៅឆាយទាំងព្រឹកតែម្ដងបងហើយជាពិសេសគឺគាត់បានណែនាំភ្ញៀវរបស់គាត់ដែលជាបងប្អូនរបស់គាត់មកអញ្ជើញមកធ្វើសេវាកម្មដូចជាការជឿផលិតផលនៅក្នុងវិជ្ជាមណ្ឌលធារាដែរក៏ប៉ុន្តែគាត់ជាអតិជនម្នាក់ជាអតិជនយូរហើយក៏គាត់ស្គាល់វិជ្ជាមណ្ឌលធារាតាមរយៈស្ថានីយទូទស្សន៍របស់បយ័នរបស់យើងដែរហើយគាត់តែគាត់ប្រាប់ថាបើសិនជាចង់ដឹងច្បាស់ចាំតាមដានមើលកម្មវិធីរបស់ធារាទៅអញ្ចឹងគាត់លោកស្រីគាត់អរគុណដល់វិជ្ជាមណ្ឌលធារាខ្លួនឯងជាក់ស្ដែងហើយជាមួយនឹងស្ថានីយទូទស្សន៍របស់បយ័នដែលតែងតែធ្វើយ៉ាងណាឲ្យមើលទៅក៏អរគុណដល់ពូកាមេរ៉ាដូចគ្នាដែរនៅថ្នាក់ដឹកនាំនៅក្នុងបយ័នដូចគ្នាដែរពេលដែលថតកម្មវិធីទៅធ្វើឲ្យគាត់មើលទៅឃើញស្អាតហើយកម្មវិធីនេះក៏ល្បីឡើងដោយសារស្ថានីយទូទស្សន៍បយ័នដូចគ្នាដែរហើយក៏អរគុណដល់ក្រុមការងារទាំងមូលដែលតែងតែយកចិត្តទុកដាក់នៅក្នុងការថតជាមួយនឹងកម្មវិធី Korean Therapy Beauty Show នេះដែរហើយជាពិសេសមួយទៀតក៏ចំពោះបងប្អូនដែលគាត់មានការងារមិនមានយកច្រើនអត់មានពេលវេលាអញ្ជើញមកធ្វើសេវាកម្មដូចជាផលិតផលអាចជ្រើសរើសជាមួយនឹងផលិតផល Dr. Thera Brand ព្រោះថាមានលក់នៅលើទីផ្សារនិងតំណាងចែកចាយនៅឃុំ24ខេត្តក្រុងផងដែរហើយជាប្រភេទផលិតផលដែលធម្មជាតិអាចប្រើត្រូវគ្រប់ប្រភេទស្បែកដែរ ចាអរគុណច្រើនអញ្ចឹងសម្រាប់បងប្អូនប្រិយមិត្តទូរទស្សនិកជនដែលចង់ប្រើប្រាស់ជាមួយនឹងផលិតផល Dr. Thera ដែលយើងបានជំរាបជូនបងប្អូននេះគឺមានច្រើនមែនតែម្ដងអញ្ចឹងគឺអាចរកទិញបានជាមួយនឹងតំណែងចែកចាយរបស់យើងទូទាំង25ខេត្តក្រុងក្នុងនោះផងដែរគឺកាន់តែងាយស្រួលបងប្អូនគឺអាចរកទិញបាននៅតាមផ្សារទំនើបដែលមានដូចជា Chipmong Lucky Guardian និង Eon ហើយលើពីនេះទៅទៀតសម្រាប់បងប្អូនដែលចង់ទទួលភាពស្រស់ស្អាតចាពីមជ្ឈមណ្ឌលថែរក្សាសម្ផស្ស Thera ផ្ទាល់តែម្ដងទីតាំងងាយស្រួលរកមែនតែបងប្អូនគឺស្ថិតនៅចាត់គឺផ្ទះលេខ1020ផ្លូវលេខ1952សង្កាត់ចាសែនភ្នំពេញថ្មីចាខណ្ឌសែនសុខរាជធានីភ្នំពេញនឹងអាចតាក់ទងបានតាមរយៈលេខទូរស័ព្ទចាគឺ012 843 355 010 924 777 088 364 ហើយនឹងកាន់តែងាយស្រួលបន្ថែមទៀតបងប្អូនគឺអាចឆាតចូល page របស់យើងបានដែលមានដូចជាចាគឺ Korean Therapy Beauty ចា Thera Beauty Aesthetic ចាអរគុណដល់តារាកិត្តិយសរបស់យើងថ្ងៃនេះផងដែរចាមានពាក្យពេចន៍អីជាចុងក្រោយបាទជាចុងក្រោយគឺអរគុណដល់លោកស្រីបាទអរគុណបងដូចគ្នាហើយនឹងក្រុមការងារបាយ័ន
ទាំងអស់ដែលបានផ្ដល់ឱកាសក៏ដូចជាឲ្យខ្ញុំបានមកសម្ភាសក៏ដូចជាយល់ដឹងពីការថែរក្សាសម្រស់របស់យើងបន្ថែមទៀតហើយជាសារដែលផ្ដើមខ្ញុំចង់ផ្ដាំផ្ញើដល់បងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនទាំងអស់ត្រូវការជាមួយនឹងមជ្ឈមណ្ឌលថែរក្សាសម្រស់សម្រស់ឲ្យកាន់តែស្អាតពីចុងសក់ដល់ចុងជើងគឺកុំភ្លេចជាមួយនឹងមជ្ឈមណ្ឌលថែរក្សាសម្រស់ដុកទ័រធីរ៉ា ចាចង់ស្អាតមក បាទព្រោះដោយសារតែជាបច្ចេកទេសបែបលក្ខណៈកូរ៉េនិយាយទៅប្រជាជនកូរ៉េគឺភាគច្រើនគឺពួកគាត់ស្អាតហ្មងគឺស្អាតនិយាយទៅដូចលោកស្រីអញ្ចឹងគឺបច្ចេកទេសមកពីប្រទេសកូរ៉េគឺល្អមែនទែនសម្រាប់ក្នុងការថែរក្សាសម្រស់របស់អ្នកទាំងអស់គ្នាបាទសូមអរគុណ មួយធីរ៉ាហ្មងចា មួយមករហូតលោកស្រីគាត់ណែនាំរហូតនឹងសេវាកម្មមក ចា បាទ អរគុណច្រើនយើងនឹងជួបគ្នានៅក្នុងឱកាសក្រោយទៀតអរគុណសម្រាប់ការកិត្តិយសចា បាទ ក៏ដូចជាអរគុណដល់វត្តមានលោកស្រីចាក៏ដូចជាបងស្រីដែលជាអ្នកការចូលរួមនៅក្នុងកម្មវិធីតែអ្នកធ្វើការចែករំលែកនៅភាពស្រស់ស្អាតបទពិសោធន៍ល្អៗជូនដល់បងប្អូនយើងជួបគ្នានៅក្នុងថ្ងៃថ្មីសម្រាប់ពេលនេះយើងខ្ញុំទាំងអស់គ្នាសូមអរគុណសូមគោរពលា